ទឹកដោះម្ដាយគឺជាប្រភពអាហារូបត្ថម្ភដ៏ល្អបំផុតសម្រាប់ទារកនៅអាយុនេះអ្នកគួរតែបើកទឹកដោះម្ដាយឲ្យបានញឹកញាប់តាមដែលអាចធ្វើបាននិងឲ្យបានច្រើនតាមដែលកូនចង់បានដោយសារទឹកដោះម្ដាយតែមួយមុខផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់អាហារសម្រន់ដាច់ដោយឡែកមិនចាំបាច់ទេបបរអង្ករដំណើបកិនអង្ករហើយដាំឲ្យពុះក្នុងទឹកដើម្បីធ្វើឲ្យអង្ករដំណើបរលោងឬបបរចាប់ផ្ដើមជាមួយនឹងភាពជាប់លាប់ស្ដើងហើយបង្កើនភាពជាប់លាប់បន្តិចម្ដងបន្លែផ្លែឈើដែលកិនរួចចិញ្ចឹមកូនរបស់អ្នកនៅបន្លែដែលកិនរួចទុនដូចជាល្ពៅការ៉ុតនិងដំឡូងជ្វាឬផ្លែឈើទុនដូចជាចេកនិងស្វាយអ្នកអាចកែតម្រូវភាពជាប់លាប់ដោយលាយទឹកដោះម្ដាយក្នុងបរិមាណតិចតួចឬទឹកឆ្អិននិងត្រជាក់សណ្តែកបណ្ដុះសម្បូរទៅដោយប្រូតេអ៊ីននិងជាតិសរសៃអាហារស៊ុតស្ងោរស៊ុតក្រួយសម្បូរប្រូតេអ៊ីនល្អសម្រាប់ការលូតលាស់និងការអភិវឌ្ឍកាត់វាជាបំណែកតូចហើយប្រយ័ត្នកុំឲ្យវាជាប់ក្នុងបំពង់ដំបងបន្លែនិងជ្រលក់កាត់ការ៉ុតត្រសក់ម្ទេសសកិនសណ្តែកឆ្អិនឬលីទឹកក្រូចឆ្មាបន្តិចជាមួយទឹកដោះគោជូរប្រសិនបើមានដើម្បីជ្រលក់និងបម្រើនំកែកខឺខូគីនំកែកខឺឬខូគីធ្វើនៅផ្ទះដោយលីម្សៅអង្ករជាមួយចេកដំឡូងជ្វាជាដើមគឺជាអាហារសម្រន់ដែលមានសុខភាពល្អនិងមានសុវត្ថិភាពផ្លែឈើនិងទឹកដោះគោជូរកាត់ផ្លែឈើតាមរដូវស្វាយចេកល្ហុងជាដើមទៅជាបំណែកតូចហើយលីវាជាមួយទឹកដោះគោជូរទឹកដោះគោយ៉ាអ៊ូផ្ដល់ប្រូតេអ៊ីននិងកាល់ស្យូមខណៈដែលផ្លែឈើផ្ដល់វីតាមីននិងជាតិសរសៃអាហារផ្លែឈើនិងទឹកដោះគោជូរកាត់ផ្លែឈើតាមរដូវស្វាយចេកល្ហុងជាដើមទៅជាបំណែកតូចហើយលីវាជាមួយទឹកដោះគោជូរទឹកដោះគោយ៉ាអ៊ូផ្ដល់ប្រូតេអ៊ីននិងកាល់ស្យូមខណៈដែលផ្លែឈើផ្ដល់វីតាមីននិងជាតិសរសៃអាហារពោតស្ងោរដំឡូងផ្អែមសម្បូរទៅដោយកាបូអ៊ីដ្រាតនិងជាតិសរសៃអាហារពួកវាបំពេញនិងជួយដល់ការរំលាយអាហារកាត់វាជាបំណែកតូចដើម្បីងាយស្រួលញ៉ាំគ្រាប់ធញ្ញជាតិក្នុងបរិមាណតិចតួចប្រសិនបើអ្នកមិនមានអាឡែស៊ីកម្ទេចគ្រាប់ដូចជាសណ្តែកដីនិងគ្រាប់ស្វាយចន្ទីហើយផ្ដល់ជាអាហារសម្រន់ក្នុងបរិមាណតិចតួចពួកគេផ្ដល់ខ្លាញ់ល្អនិងប្រូតេអ៊ីនប្រយ័ត្នកុំឲ្យស្ទះពួកវាហើយពិនិត្យមើលអាឡែស៊ីជានិច្ចតៅហ៊ូចៀនបំពងកាត់តៅហ៊ូជាបំណែកតូចហើយចៀនក្នុងប្រេងតិចឬដាំទឹកស៊ីអ៊ីវសម្បូរទៅដោយប្រូតេអ៊ីនបន្លែវាល្អសម្រាប់កូនដែលកំពុងលូតលាស់នំបងគ្រាប់ធញ្ញជាតិឬនំអង្ការៈនំប៉័ងឬនំអង្ករធ្វើពីអង្ករសម្រូបឬគ្រាប់ធញ្ញជាតិទាំងមូលជាងអង្ករផ្ដល់នូវកាបូអ៊ីដ្រាតស្មុគស្មាញដែលផ្ដល់ថាមពលប្រកបដោយនិរន្តរភាពជំនួសឲ្យយក្សសាពូនមីរទឹកឃ្មុំបាច់ពួកវាជាមួយផ្លែឈើកិនឬយក្សសាពូនមីទឹកផ្លែឈើស្រស់ឬទឹកផ្លែឈើស្រស់ដែលធ្វើឡើងដោយការលាយផ្លែឈើតាមរដូវផ្សេងគឺជាវិធីងាយស្រួលនិងរហ័សដើម្បីទទួលបានវីតាមីននិងទឹកពួកគេប្រើផ្អែមធម្មជាតិដោយគ្មានបន្ថែមជាតិស្ករបំណែកត្រីដុតត្រីតូចហើយយកសាច់ចេញសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3ល្អសម្រាប់ការអភិវឌ្ឍខួរក្បាលហើយក៏ផ្ដល់ប្រូតេអ៊ីនផងដែរយកឆ្អឹងចេញដើម្បីធានាថាការញ៉ាំអាហារមានសុវត្ថិភាពដំឡូងបារាំងសាឡាដំឡូងផ្អែមកិនដំឡូងឆ្អិនឬដំឡូងជ្វាហើយលាយជាមួយបន្លែដែលហាន់ល្អិតត្រសក់ការ៉ុតជាដើមរដូវជាមួយនឹងបរិមាណតិចតួចនៃប្រេងបន្លែទឹក lemon ជំនួសឲ្យ mayonnaise